មើលរឹសជាទូទៅស្រូវបើសិនជាវាចាប់ផ្ដើមដើររឹសបានខ្លាំងប៉ុណ្ណេះហើយមានន័យថាសុខភាពស្រូវយើងល្អហើយពីព្រោះសិតតែរឹសស៊ីអាហារពណ៌មាសតែម្ដងអញ្ចឹងមានន័យថាបើសិនជារឹសអត់មានពណ៌មាសពណ៌សនេះទេមានន័យថាស្រូវយើងឈឺហើយតែបើរឹសមកច្រើនហើយជារឹសពពួករឹសក្រហមនេះមានន័យថាជារឹសស៊ីអាហារហើយយើងមើលទំហំដើមបន្ទាប់ពីវាទទួលអាហារបានពេញលេញហើយអាហារដែលត្រូវជាមួយនឹងអាយុរបស់វាទំហំដើមឆ្លោះល្អការបែកដើមចាប់ផ្ដើមបែកឃើញទេបែកដើមបែកកូនម្ដងដែរហើយយើងមើលផ្ទៃស្លឹកស្អាតបងប្អូនក្រាស់ល្អអត់មានបាក់តេរីលាកស្លឹកអីទេតាំងពីគល់រហូតដល់ចុងស្អាតមែនទែនបាទជំរាបសួរបងប្អូនប្រជាកសិករទាំងអស់គ្នាថ្ងៃនេះដែរក្រុមការងារឥន្ទ្រីមាសយើងបានមកដល់ទឹកដីខាងស្រុកស្វាយជ្រុំខេត្តស្វាយរៀងនៅទីតាំងនេះអំណោយផលដោយសារយើងជាប់បន្លាយមេជាមួយនឹងព្រំដែនវៀតណាមហើយមកនេះគឺមកតាមដានស្រែកសិកររបស់ឥន្ទ្រីមាសយើងដែលកាលពីសប្តាហ៍មុនក្រុមការងារប្រចាំនៅតំបន់ស្វាយជ្រុំនេះគាត់បាញ់បង្ហាញឲ្យកសិករយើងឲ្យកាន់តែមានទំនុកចិត្តអញ្ចឹងការដែលគាត់បាញ់គឺគាត់ប្រើឥន្ទ្រី16បូកជាមួយនឹងឥន្ទ្រីអាមីណូអញ្ចឹងពីមុខហ្នឹងមួយមុខគាត់ប្រើ100 ml លាយជាមួយនឹងទឹក25លីត្របាញ់ទៅលើស្រូវរបស់គាត់តែកំពុងតែលូតលាស់យឺតទាំងផ្ទៃស្លឹកទាំងទំហំដើមហើយទាំងប្រព័ន្ធឫសវារៀងខ្សោយឥឡូវនេះយើងមកឃើញជាក់ស្ដែងស្អាតមែនទែនបើយើងធៀបជាមួយនឹងស្រែនៅជិតខាងដែលអត់បានប្រើរបស់យើងណាគាត់ណាផ្ទៃពណ៌ក៏ខុសគ្នាដែររបស់យើងឡើងខ្មៅក្រឹបហ្មងហើយរបស់គេរៀងនៅទុំក្រហមព្រៀងឯងហើយរបស់យើងគឺខ្មៅក្រឹបតែម្ដងអញ្ចឹងឲ្យកាន់តែច្បាស់ខ្ញុំនឹងដកឬស្រូវហើយនឹងមើលទំហំដើមទាំងអស់គ្នាថាវាខ្លាំងប៉ុណ្ណាបងប្អូនមើលរឹសជាទូទៅស្រូវបើសិនជាវាចាប់ផ្ដើមដើររឹសបានខ្លាំងប៉ុណ្ណេះហើយមានន័យថាសុខភាពស្រូវយើងល្អហើយពីព្រោះសិតតែរឹសស៊ីអាហារពណ៌មាសតែម្ដងអញ្ចឹងមានន័យថាបើសិនជារឹសអត់មានពណ៌មាសពណ៌សនេះទេមានន័យថាស្រូវយើងឈឺហើយតែបើរឹសមកច្រើនហើយជារឹសពួករឹសក្រហមនេះមានន័យថាជារឹសស៊ីអាហារហើយយើងមើលទំហំដើមបន្ទាប់ពីវាទទួលអាហារបានពេញលេញហើយអាហារដែលត្រូវជាមួយនឹងអាយុរបស់វាទំហំដើមឆ្លោះល្អការបែកដើមចាប់ផ្ដើមបែកឃើញទេបែកដើមបែកកូនម្ដងដែរហើយយើងមើលផ្ទៃស្លឹកស្អាតបងប្អូនក្រាស់ល្អអត់មានបាក់តេរីលាកស្លឹកអីទេតាំងពីគល់រហូតដល់ចុងស្អាតមែនទែនអញ្ចឹងសម្រាប់បងប្អូនអ្នកធ្វើស្រូវប្រសិនបើត្រូវការបច្ចេកទេសសិក្សាការវាយជីថ្នាំឲ្យត្រូវតាមវគ្គស្រូវបងប្អូនអាចឆាតមកពេកឥន្ទ្រីមាសឬលេខទូរស័ព្ទដែលក្រុមការងារបានដាក់ក្នុងវីដេអូសម្រាប់តាក់ទងបានអញ្ចឹងសូមអរគុណ